សួស្តីលោកសវណ្ណា បាទខ្ញុំសួរ ចាជាដំបូងតើលោកអាចណែនាំខ្លួនបន្តិចបានទេអំពីហេតុអ្វីបានលោកចាប់ផ្ដើមថតរូបវិស័យកីឡានេះ បាទចាប់ផ្ដើមពីអាជីពជាអ្នកថតរូបដំបូងខ្ញុំបានបញ្ចប់ការសិក្សាផ្នែកថតរូបសារព័ត៌មាននៅវិទ្យាស្ថានបារាំងជាមួយលោកគ្រូតាំងចិនសទ្ធីដែលគាត់ហងអាចជាអ្នកបម្រើការងារជាអ្នកថតរូបអាជីពនៅកាសែត AFP ខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំ2012ហ្នឹងហើយខ្ញុំបានចាប់ផ្ដើមជាអ្នកថតរូបអាជីពហ្នឹងនៅដើមឆ្នាំ2013បន្ទាប់ពីខ្ញុំបានចូលធ្វើការនៅ website សបាយដែលជា website popular មួយក្នុងវិស័យកីឡាដែរហើយដោយសារពេលនោះអ្នកថតរូបនៅក្នុងបណ្ដាញ website សបាយហ្នឹងគាត់អត់សូវមានចំណងចិត្តខាងរូបថតវិស័យកីឡាហ្នឹងទេអញ្ចឹងបានខ្ញុំ focus លើអាហ្នឹងតែម្ដងដែរ នៅពេលដែលលោកថតរូបតើប្រភេទកីឡាអ្វីខ្លះដែលលោកចាប់អារម្មណ៍ថត ដំបូងឡើយនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺមានលីកបាល់ទាត់អាជីពមួយគឺ Midphone Comedy League ហើយភាគច្រើនកាលពីដំបូងហ្នឹងគឺបាល់ទាត់សុទ្ធតែម្ដងប៉ុន្តែក្រោយមកដោយសារចង់ផ្សព្វផ្សាយវិស័យកីឡាហ្នឹងឲ្យវាទូលំទូលាយខ្ញុំបានចូលរួមតាមរយៈគណៈកម្មការជាតិអូឡ িম্প ិកឆ្នាំដំបូងហ្នឹងគឺមានខាង Nagavel ដែលគេបានជួយជាថវិកាជាអីដើម្បីយើងបានទៅ cover ឆ្នាំដំបូងហ្នឹង SEA Games 2013នៅប្រទេសភូមាហើយឆ្នាំមុននេះក៏បានទៅ cover SEA Games នៅប្រទេសសង្ហបុរីដែរដែលក្នុងនោះមានអ្នកឧបត្ថម្ភពីរដែរគឺសាលា CAMED មួយហើយនិងសាកលវិទ្យាល័យពុទ្ធិសាស្ត្រមួយដែរដែលគេបានជួយដើម្បីប្រមូលរូបថតទុកជាឯកសារថ្ងៃក្រោយព្រោះប្រហែលឆ្នាំនេះគឺខ្ញុំទៅថតហ្នឹងគឺអត់មានចំណូលទេគឺខាងគេជួយ pay ជា accreditation គេយើងសុំទៅខាងសាលាហ្នឹងគេនឹងផ្ដល់ទៅឲ្យគណៈកម្មការជាតិអូឡ িম্প ិកដើម្បីសុំសិទ្ធិយើងទៅចូលរួមជាលក្ខណៈដូចជាមន្ត្រីព័ត៌មានមួយដែរអញ្ចឹង ចាអញ្ចឹងចុះពេលនោះហេតុអីបានជាលោកចាប់អារម្មណ៍ក្នុងការដាក់ពាក្យទៅថតរូបនៅក្នុងការប្រកួតកីឡា SEA Games ហ្នឹង តាមធម្មតាដោយសារកាលពីមុនខ្ញុំក៏ជាកីឡាករបាល់ទាត់អញ្ចឹងកាលពីនៅក្មេងៗខ្ញុំធ្លាប់លេងជាអុយ12អុយ13តាំងពីឆ្នាំ90ជាងមកតែក្រោយមកដោយសារបញ្ហាសួតមានបញ្ហាអញ្ចឹងបានខ្ញុំបាល់ទាត់ខ្ញុំលាតកើតអញ្ចឹងដោយសារវាយើងដូចដង្ហក់អាចជំងឺដង្ហក់ចាំបានឈប់ប៉ុន្តែក្រោយមកហ្នឹងគឺឃើញវិស័យហ្នឹងវារីកចម្រើនតែវានៅ slow សម្រាប់ប្រទេសយើងហ្មងមិនដូចប្រទេសជិតខាងដូចប្រទេសឡាវដោយសារបណ្ដាញសារព័ត៌មានបានធ្វើឲ្យវិស័យកីឡាគេរីកចម្រើនច្រើននៅពេលប្រកួតគឺត្រូវការតាត់រូបថតដើម្បីឲ្យទស្សនិកជនឬក៏អ្នកគាំទ្រហ្នឹងចាប់អារម្មណ៍ទៅលើកីឡាករម្នាក់ឧបមាថាដូចកីឡាករនីសនសេមីកាលពីឆ្នាំហ្នឹងគាត់បានមេដាយមាសនៅ SEA Games ឆ្នាំ2013បន្ទាប់មកគាត់បានមេដាយមាសមួយទៀតនៅ Asian Games អញ្ចឹងពេលខ្លះបណ្ដាញសារព័ត៌មានត្រូវការរូបថតពួកគាត់រូបថតនៅពេលដែលប្រកួត កន្លងមករូបថតដែលលោកបានថតនៅក្នុងការប្រកួតនានាហ្នឹងតើលោកផ្សព្វផ្សាយតាមរយៈអ្វីដែរ ដោយសារឥឡូវនេះបណ្ដាញសង្គមហ្នឹងវាទូលំទូលាយហើយភាគច្រើន Facebook ហ្នឹងគឺវា popular មែនទែនសម្រាប់ខ្ញុំវិញបើសិនថ្ងៃនេះមានឈ្មោះមកគឺដោយសារបណ្ដាញសង្គម Facebook ហ្នឹងហើយភាគច្រើនគឺមិនថាជា event ក្នុងស្រុកឬក្រៅស្រុកទេនៅពេលដែលបញ្ចប់ហើយគឺខ្ញុំអាចយើង update តាមបណ្ដាញសង្គមហ្នឹងទាំងអស់ហ្មង ចាតាមបទពិសោធន៍លោកផ្ទាល់តើលោកសង្កេតឃើញថាមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងវិស័យកីឡាតាមរយៈរូបថតដែលលោកធ្លាប់បានថតកន្លងមក និយាយជារួមមកគឺនៅពេលដែលយើងផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្នឹងគឺមានអ្នកចាប់អារម្មណ៍ច្រើនហើយមានអ្នកខ្លះក៏អាចយករូបយើងទៅប្រើព្រោះនៅពេលដែលយើង publish នៅក្នុង Facebook ហ្នឹងគឺជាវាដូចជាមិនមែនជា copyright ដែលថាយើងលក្ខណៈថាផ្សព្វផ្សាយគេអាចយកទៅប្រើបានប៉ុន្តែដូចជាក់ស្ដែងឆ្នាំនេះមានការដូចជាជំរឿសជាតិអូស្ត្រាលីលេងជាមួយខ្មែរយើងអុយ16ហ្នឹងមានរូបថតមកស្លឹកដែលនិយាយទៅកីឡាករអូស្ត្រាលីហ្នឹងគឺគាត់ធំមែនតើហើយកូនទូចអាតអូនតូចហ្នឹងគឺគាត់តូចមែនតើហើយរូបថតមកស្លឹកហ្នឹងគឺ worldwide សូម្បីតែ troll football របស់អង់គ្លេសហ្នឹងក៏យករូបហ្នឹងទៅប្រើដែរដើម្បី develop អាហ្នឹងមែនតើតើតែមាន website នៅក្នុងស្រុកឬក៏បណ្ដាញសារព័ត៌មាន focus លើកីឡាហ្នឹងខ្លាំងបានជួយទៅបាន ចុះនៅពេលដែលលោកថតរូបកីឡាហ្នឹងតើភាគច្រើនអ្វីជាបញ្ហាប្រឈមនៅពេលថតរូប ជាក់ស្ដែងបើសិនជានៅក្នុងស្រុកយើងមានបញ្ហាច្រើនបើសិនជាកីឡាករនិយាយទៅការប្រកួតនៅពេលយប់យើងត្រូវការម៉ាស៊ីនដែលវាទំនើបហើយនិយាយទៅធ្វើមិនឲ្យម៉ាស៊ីន low light បានយើងប្រើបានព្រោះដោយសារភ្លើងនៅស្រុកយើងអត់គ្រប់ទេជាពិសេសមិនយើងថាលេងនៅពេលយប់ទេតែលេងនៅក្នុងសាលក៏មានបញ្ហាដែរអញ្ចឹងបើសិនជាយើងទៅក្រៅយើងចេញទៅក្រៅស្រុកអត់បញ្ហាដោយសារប្រទេសគេរៀបមកដូចជា standard អញ្ចឹងប៉ុន្តែស្រុកយើងគឺពិបាកជាងគេគឺភ្លើង Indoor Stadium ដូចថានៅអូឡ িম্প ិកចោះមានការប្រកួតមកគេប្រកួតក្បាច់គុណឬក៏អីអញ្ចឹងហើយម្យ៉ាងគឺឧបករណ៍របស់យើងក៏អត់និយាយទៅវាអត់ត្រូវ standard របស់គេតាមធម្មតា
ម៉ាស៊ីនដែលគេប្រើលក្ខណៈ professional គឺគេមាន equipment គ្រប់ហើយមួយទៀតម៉ាស៊ីនទាំងអស់ហ្នឹងគឺវាមិនអាច support អា sport ហ្នឹងហ្មង sport ហ្នឹងគឺគេត្រូវការឧបមាថា lens នេះគេហៅ prime lens ដែលត lens ដែលគេ aperture បើកបានធំមែនតើហើយតម្លៃវាក៏ថ្លៃដែរហើយតាំងពីថតកីឡានេះមកគឺនិយាយទៅយើងចំណាយថវិកាផ្ទាល់ខ្លួនទាំងអស់ចុះអ្វីជាកត្តាជំរុញចិត្តឲ្យលោកវាថាចំណាយថវិកាផ្ទាល់ខ្លួនដើម្បីទិញឧបករណ៍ថតទាំងនោះដំបូងឡើយគឺខ្ញុំស្រឡាញ់តបាល់ទាត់មកហើយខ្ញុំគឺថាថតតបាល់ទាត់ដែរប៉ុន្តែកីឡាទាំងអស់ត្រូវការរីកចម្រើនទាំងអស់អញ្ចឹងបានពេលមាន SEA Games ហ្នឹងគឺដំបូងហ្នឹងក៏ខ្ញុំអត់គិតថាខ្លួនឯងអាចខ្លាចជា sport photographer ទេកាលហ្នឹងក៏ក្នុងបណ្ដាញសង្គម Facebook ហ្នឹងគឺខ្ញុំផុសកាលពីមុន SEA Games ឆ្នាំ2013ហ្នឹងដាក់តាមមួយ clear ទេគឺបើសិនជាមាន sponsor ខ្ញុំនឹងជួយ cover ការថតរូបកីឡាសម្រាប់ប្រទេសហើយក៏ខាង Naga គេថាអូខេគេ cover យើងទៅហើយតាំងពីចាប់ពីពេលហ្នឹងមកខ្ញុំថាវិស័យកីឡាហ្នឹងត្រូវតែមាន photographer ព្រោះប្រទេសយើងអត់និយាយទៅដូចអត់មានអ្នកចាប់អារម្មណ៍អាហ្នឹងឯងហើយពីមុនមកឃើញនៅសយាមរបស់ថៃសយាម sport អីហ្នឹងគេមាន event ឧទាហរណ៍ប្រកួត BIDC Cup នៅក្នុងស្រុកខ្មែរ photographer គេមកច្រើនណាស់ប៉ុន្តែសម្រាប់ប្រទេសយើងគឺទៅក្រៅគឺអត់កម្រមានណាបើសិនជាមានក៏គាត់មិនលក្ខណៈអាជីពដែរគាត់ណាគេទៅយកជាតាមតួនាទីរបស់គាត់ទេប៉ុន្តែបើសិនជាបើប្រើរូបភាពជាលក្ខណៈ standard គឺអត់ត្រូវគាត់ប្រើអត់កើតអញ្ចឹងបាទខ្ញុំគិតថាយើងអត់ទាន់មាន sport photographer អញ្ចឹងខ្ញុំព្យាយាមធ្វើអាហ្នឹងមួយឆ្នាំកីឡាករគាត់ចេះចាស់ទៅប៉ុន្តែថ្ងៃណាមួយគាត់នឹងត្រូវការរូបថតគាត់ពីក្មេងៗអញ្ចឹងខ្ញុំទៅគឺ3 4ឆ្នាំនេះខ្ញុំសន្សំសូម្បីតែលីកអាជីពនៅក្នុងស្រុកខ្មែរ Mid Phone Camera League ហ្នឹងរូបថតដែលតាំងពីខ្ញុំចាប់ផ្ដើមថតដំបូងរហូតមកដល់នេះគឺខ្ញុំ save វាទុកទាំងអស់យើងរក្សាទុកទាំងអស់ថ្ងៃណាមួយដែលកីឡាករគាត់ត្រូវការគាត់អាចតាក់ទងខ្ញុំបានអញ្ចឹងចាអញ្ចឹងជាចុងក្រោយតើលោកមានអ្វីជាសារផ្ដាំផ្ញើទៅដល់សាធារណជនដែរទេវិស័យកីឡាគឺជាប្រភពដែលបំបត្តិការប្រើប្រាស់គ្រឿងញៀនការយកពេលទៅលេងអត់ប្រយោជន៍ព្រោះកីឡាជួយឲ្យយើងមានសុខភាពល្អហើយក៏ធ្វើឲ្យប្រទេសយើងគេអាចស្គាល់តាមរយៈវិស័យកីឡានេះព្រោះវិស័យកីឡានេះដូចយើងមើលទៅតាកីឡាករដែលល្បីនៅលើពិភពលោកហ្នឹងគេស្គាល់ប្រទេសក៏ដោយគេថាកីឡាករមកពីប្រទេសណាមកពីអីចឹងយើងជួយគ្រប់គ្រងវិស័យកីឡាជាតិទាំងអស់គ្នានៅពេលដែលយើងចូលរួមទស្សនាអីហ្នឹងគឺយើងបានលើកទឹកចិត្តគាត់ហើយសូមអរគុណច្រើនលោកកឹមសុវណ្ណាដែលបានផ្ដល់បទសម្ភាសន៍ផ្ទាល់នៅក្នុង Studio VOA ក្នុងរាជធានីភ្នំពេញចាសូមអរគុណសូមអរគុណ